ពិធីបុណ្យការប្រាក់មហាសាមគ្គីយើងខ្ញុំព្រះករុណាអាត្មាភាពអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យការប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាបន្តនៅវត្តគោវណ្ណារាមវត្តព្រៃគោស្ថិតនៅភូមិព្រៃគោឃុំដំរីផុងស្រុកឆ្លងខេត្តក្រចេះអាស្រ័យហេតុនេះយើងខ្ញុំសូមគោរពអញ្ជើញឯកឧត្តមលោកអុកញ៉ាលោកជំទាវលោកស្រីអ្នកនាងកញ្ញាឧបាសកឧបាសិកាទាយុទាយិកាពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តាអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យការប្រាក់មហាសាមគ្គីឲ្យបានអធិកធមនិងអនុមោទនាទទួលយកផល្លានិសង្ឃតាមសទ្ធាជ្រះថ្លារៀងខ្លួនសូមបិណ្ឌបាតការប្រាក់ក្នុងមួយគ្រួសារមួយដើមកម្មវិធីបុណ្យមានដូចតទៅថ្ងៃសៅរ៍12កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 1:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទវេលាម៉ោង 2:00 នាទីរសៀលធ្វើបទនមស្ការព្រះរតនត្រ័យនិងសម្ដែងធម្មទេសនាដោយព្រះញាណវុធីវង្សរាំងសីមកកំសែនព្រះរាជាគណៈកិត្តិយសនិងជាព្រះធម្មធម៌គុណខេត្តវេលាម៉ោង 5:00 នាទីល្ងាចអញ្ជើញភ្ញៀវពិសាភោជនាហារពេលល្ងាចបញ្ជាក់មានល្ខោនមកសាក់សម្ដែងជូនទស្សនាចាប់3រាត្រីយប់ថ្ងៃទី28ដល់ថ្ងៃទី1និងថ្ងៃទី2មានចូលរួមសម្ដែងដោយក្រុមកំ pl ែងនេក្រិនអ្នកផ្ដើមបុណ្យព្រះមន្ត្រីសង្ឃទូទាំងខេត្តក្រចេះព្រះមន្ត្រីសង្ឃស្រុកឆ្លងញាតិព្រះធម៌ស្រុកឆ្លងញាតិព្រះធម៌ហាន់ជ័យលើហាន់ជ័យក្រោមញាតិព្រះធម៌ពងរោដងក្តោងប្រែសំរោងភូមិថ្មីភូមិរកាខ្នោញាតិព្រះធម៌ខេត្តកំពង់ចាមញាតិព្រះធម៌ភូមិដីថ្មីញាតិព្រះធម៌ភូមិបង្គៀបទើនង្គ័លមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទូទាំងស្រុកឆ្លងព្រះគ្រូចៅអធិការលោកមេឃុំមេភូមិអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជិតឆ្ងាយញាតិព្រះធម៌ក្នុងនិងក្រៅប្រទេសទាំងអស់លេខទំនាក់ទំនងគ្រូព្រះចៅអធិការ097 33 33 885